ស្ងាត់ចិនកំពុងតែសាងសង់មូលដ្ឋាននៅលើឋានព្រះច័ន្ទខណៈពេលដែលយើងកំពុងតែនិយាយនេះការងារក៏កំពុងដំណើរការយ៉ាងសកម្មដើម្បីបង្កើតជាទីតាំងអចិន្ត្រៃយ៍ដំបូងគេបង្អស់នៅលើឋានព្រះច័ន្ទវាចាប់ផ្ដើមជាមួយនឹងមនុស្សយន្តហើយយើងក៏បានឃើញជាមួយនឹងមនុស្សយន្តចិនជាច្រើននៅទីនោះរួចមកហើយក៏ប៉ុន្តែនេះគ្រាន់តែជាដំណាក់កាលទី1នៃផែនការដ៏ធំដែលនឹងឃើញមនុស្សរស់នៅលើឋានព្រះច័ន្ទនិងនៅក្រោមផ្ទៃនៃឋានព្រះច័ន្ទផងដែរទោះបីជាយ៉ាងណាក៏ដោយវាមានបញ្ហាច្រើនព្រោះថាព្រះច័ន្ទមិនមែនជាកន្លែងដែលងាយស្រួលនៅក្នុងការទៅរស់នៅឈិលដូចជាសន្តាគារលំដាប់ផ្កាយ5ឯណាហើយសូម្បីតែការចុះចតនៅទីនោះដោយសុវត្ថិភាពក៏វានៅតែជាបញ្ហាប្រឈមមួយទៀតសម្រាប់រៀមច្បងសហរដ្ឋអាមេរិកនិងរុស្ស៊ីផងដែរហើយចុះទម្រាំតែចិនតែគេនឹងត្រូវលេងក្បាច់ពិសេសអ្វីខ្លះនឹងមានបច្ចេកវិទ្យាទំនើបដូចម្តេចខ្លះទើបអាចឈ្នះល្បែងមួយនេះបានជាមួយនឹងឧបសគ្គដ៏ធំបំផុតទាក់ទងទៅនឹងបរិស្ថានរបស់ព្រះច័ន្ទគឺព្រះច័ន្ទគ្មានបរិយាកាសនោះទេដែលមានន័យថាវាគ្មានខ្យល់អុកស៊ីហ្សែននិងគ្មានស្រទាប់ការពារកម្ដៅរវាងផ្ទៃព្រះច័ន្ទនិងព្រះអាទិត្យនៅពេលដែលព្រះអាទិត្យរះព្រះច័ន្ទឡើងកម្ដៅខ្លាំងរហូតដល់ជាង120អង្សាសេហើយនៅពេលដែលព្រះអាទិត្យលិចវិញសីតុណ្ហភាពក៏ធ្លាក់ចុះក្រោមដក130អង្សាសេឬអាចលើនេះដោយសារតែព្រះច័ន្ទវិលយឺតជាងផែនដីវាក៏បានបង្កើតឲ្យមានជាពន្លឺព្រះអាទិត្យ14ថ្ងៃនិងយប់14ថ្ងៃផែនដីមានដែនម៉ាញ៉េទិកការពារក៏ប៉ុន្តែព្រះច័ន្ទមិនមានឡើយដូច្នេះវិទ្យុសកម្មទាំងអស់នឹងបាញ់ស្រោចមកលើផែនដីនៃផ្ទៃព្រះច័ន្ទការរស់នៅទីនោះគឺទាមទារឲ្យមានរបាំងការពារដ៏មានប្រសិទ្ធភាពហើយជញ្ជាំងលោហៈធម្មតាគឺមិនអាចទប់ទល់បានទេបញ្ហាមួយទៀតគឺវាទាក់ទងទៅនឹងអាចម៍ផ្កាយឬក៏យើងអាចហៅវាបានថា meteorite រណ្ដៅនៅលើព្រះច័ន្ទត្រូវបានបង្កើតឡើងដោយថ្មពីលំហដែលបានបន្តធ្លាក់មកជាប្រចាំផែនដីគឺមានបរិយាកាសដុតបំផ្លាញថ្មទាំងនោះឲ្យក្លាយទៅជាធូលីឯព្រះច័ន្ទគឺគ្មានអ្វីការពារឡើយដូចនេះការរស់នៅទីនោះគឺប្រឈមនឹងអាចម៍ផ្កាយធ្លាក់មកជាប្រចាំអវកាសយានិកអាមេរិកធ្លាប់រស់នៅលើឋានព្រះច័ន្ទកាលពីច្រើនឆ្នាំមុនក៏ប៉ុន្តែត្រឹមតែប្រហែលជា3ថ្ងៃតែប៉ុណ្ណោះនៅក្នុងមួយលើកអ្វីដែលចិនកំពុងតែកំណត់គោលដៅនៅក្នុងសតវត្សទី21គឺការរស់នៅរយៈពេលយូរហើយប្រទេសចិនបានចាប់ផ្ដើមអនុវត្តរឿងនេះរួចមកហើយឧទាហរណ៍ដូចជាយានចុះចត Chang'e 4នៅក្នុងឆ្នាំ2019បាននាំយកការពិសោធន៍ប្រព័ន្ធជីវៈចម្រុះខ្នាតតូចគឺ Luna Micro Ecosystem ដែលវាមានផ្ទុកនៅគ្រាប់ពូជកប្បាសដំឡូងស៊ុតរុយនិងមេដំប៉ែជាដើមហើយលទ្ធផលដើមកប្បាសក៏បានដុះពន្លកនិងក្លាយជាស្លឹកដំបូងគេដែលបានលូតលាស់នៅលើឋានព្រះច័ន្ទក៏ប៉ុន្តែជីវិតថ្មីនោះគឺវាមានអាយុខ្លីខ្លាំងណាស់នៅក្នុងរយៈពេលត្រឹមតែប្រហែលថ្ងៃការប្រែប្រួលសីតុណ្ហភាពយ៉ាងខ្លាំងក៏បានសម្លាប់អ្វីៗទាំងអស់នៅក្នុងការពិសោធន៍មួយនោះនេះក៏បង្ហាញពីភាពកាចសាហាវនៃបរិស្ថានព្រះច័ន្ទផែនការមូលដ្ឋានព្រះច័ន្ទរបស់ចិនគឺបែងចែកជា3ផ្នែកទី1គឺជាការស៊ើបអង្កេត reconnaissance ហើយបច្ចុប្បន្នចិនកំពុងតែស្ថិតនៅពាក់កណ្ដាលដំណាក់កាលនេះតាមរយៈបេសកកម្ម Chang'e ផ្សេងៗរីឯដំណាក់កាលទី2គឺជាវិធីសាស្ត្រនៅក្នុងការសាងសង់ការនាំយកសម្ភារៈពីផែនដីគឺពិតជាពិបាកនិងចំណាយច្រើនដូច្នេះចិនកំពុងតែផ្ដោតទៅលើការប្រើប្រាស់ធនធាននៅនឹងកន្លែងគឺ in situ utilization ដែលមានដូចជាការផលិតឥដ្ឋពីដីព្រះច័ន្ទបេសកកម្ម Chang'e 8គ្រោងនឹងសម្រាប់ឆ្នាំ2028នឹងសាកល្បងបំផ្លែងដីព្រះច័ន្ទឲ្យទៅជាដុំឥដ្ឋមនុស្សយន្តស្វ័យប្រវត្តិនិងប្រមូលដីដាក់ទៅក្នុងពុម្ពហើយដុតជាមួយនឹងសីតុណ្ហភាពខ្ពស់ដើម្បីបង្កើតវាទៅជាឥដ្ឋទាំងនេះនឹងផ្ដល់ការការពារដ៏អស្ចារ្យពីវិទ្យុសកម្មនិងអាចម៍ផ្កាយព្រមទាំងជួយទប់កម្ដៅប៉ុន្តែចលនាសម្ព័ន្ធរាងចក្រកោណគឺមិនសូវល្អនៅក្នុងការផ្ទុកសម្ពាធខ្យល់នោះទេដូចជាធុងហ្គាសដែលតែងតែមានរាងមូលមួយទៀតគេអាចប្រើជាបច្ចេកវិទ្យាបោះពុម្ព 3D គឺ 3D printed habitat គំរូ Moonport Vassal គឺជាចលនាសម្ព័ន្ធបោះពុម្ព 3D ដែលវាមានរូបរាងដូចជាពងមាន់ដីព្រះច័ន្ទត្រូវបានគេលាយជាមួយនឹងសារធាតុស្អិតពីផែនដីរួចកម្ដៅនិងបោះពុម្ពជា3ស្រទាប់ដើម្បីទប់សម្ពាធខ្យល់និងអ៊ីសាឡង់ការពារយ៉ាងមានប្រសិទ្ធភាពដើម្បីដំណើរការមូលដ្ឋានមួយនេះចិនត្រូវការថាមពលនៅក្នុងឆ្នាំ2025រដ្ឋាភិបាលចិននិងរុស្ស៊ីក៏បានប្រកាសពីភាពជាដៃគូដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទរុស្ស៊ីតាមរយៈក្រុមហ៊ុន Rosatom គឺជាអ្នកនាំមុខគេនៅក្នុងការផលិតម៉ាស៊ីន reactor នុយក្លេអ៊ែរការធ្វើឲ្យម៉ាស៊ីនត្រជាក់នៅលើឋានព្រះច័ន្ទគឺធ្វើទៅបានយ៉ាងងាយស្រួលដោយគ្រាន់តែដាក់វាចូលទៅក្នុងទីងងឹតដូចជានៅក្នុងរណ្ដៅជ្រៅលើផ្ទៃព្រះច័ន្ទចំពោះបញ្ហាកាកសំណល់នុយក្លេអ៊ែរព្រះច័ន្ទគឺពោពេញទៅដោយជាតិវិទ្យុសកម្ម radiation រួចស្រាប់ទៅហើយដូច្នេះវាក៏មិនធ្វើឲ្យបរិស្ថាននៅលើឋានព្រះច័ន្ទអាក្រក់ជាងមុនឡើយចិនគឺមានចំណាប់អារម្មណ៍ទៅលើការរុករកបំពង់កំអែលភ្នំភ្លើង lava tube ដែលជារូងក្រោមដីធម្មជាតិហើយវាគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់សាងសង់មូលដ្ឋានពីព្រោះវាអាចការពារពីអាចម៍ផ្កាយនិងវិទ្យុសកម្មនិងបំរែបំរួលសីតុណ្ហភាពផងដែរហើយការសាងសង់នឹងចាប់ផ្ដើមនៅក្នុងសតវត្សឆ្នាំ2030នៅតំបន់ប៉ូលខាងត្បូងនៃព្រះច័ន្ទចន្លោះពីឆ្នាំ2031ទៅដល់ឆ្នាំ2035 នៅ
នឹងមានការចោះចតធំៗចំនួន5ដើម្បីដំឡើងសមាសធាតុនៃមូលដ្ឋានគឺមជ្ឈមណ្ឌលបញ្ជាកន្លែងស្រាវជ្រាវបច្ចេកវិទ្យាប្រើប្រាស់ធនធាននិងកន្លែងសង្កេតតារាសាស្ត្រហើយការដំឡើងនេះត្រូវបានធ្វើឡើងដោយមនុស្សយន្តទាំងស្រុងបន្ទាប់ពីសុវត្ថិភាពត្រូវបានធានាអវកាសយានិកនឹងត្រូវទៅដល់នៅមានការប្រកួតប្រជែងជាមួយនឹងសហរដ្ឋអាមេរិកផងដែរទៅលើការដណ្ដើមទីតាំងអចិន្ត្រៃយ៍មួយនេះជារួមមកគម្រោងមូលដ្ឋានព្រះច័ន្ទរបស់ចិនគឺជាចក្ខុវិស័យដ៏គួរឲ្យរំភើបនិងជាមហិច្ឆតាដ៏ធំធេងសម្រាប់ការរុករកអវកាសរបស់មនុស្សជាតិប៉ុន្តែដោយដែលយើងបានវិភាគរួមគ្នាការបង្វែរទ្រឹស្ដីដ៏អស្ចារ្យទាំងនេះឲ្យក្លាយជាការពិតគឺទាមទារឲ្យមានការជំនះនូវឧបសគ្គផ្នែកវិស្វកម្មជាក់ស្ដែងជាច្រើនជាមុនសិនមិនថាបញ្ហាធូលីរបស់ឋានព្រះច័ន្ទដ៏មុតស្រួចភាពស្មុគស្មាញនៃប្រព័ន្ធដែលធ្វើឲ្យម៉ាស៊ីនត្រជាក់របស់ម៉ាស៊ីននុយក្លេអ៊ែរឬក៏បញ្ហាការវិភាគនិងកត្តាភូមិសាស្ត្រនយោបាយនោះទេការលើកឡើងនៅចំណុចខ្វះខាតទាំងនេះគឺមិនមែនមានន័យថាគម្រោងនេះនឹងមិនអាចទៅរួចឬក៏ត្រូវបរាជ័យនោះទេគ្រាន់តែវាប្រហែលជាត្រូវការពេលសិក្សានិងអភិវឌ្ឍយូរជាងអ្វីដែលគេកំពុងតែកំណត់ទុកដោយតែកម្មវិធីអវកាសធំៗផ្សេងទៀតតែងតែជួបប្រទះអញ្ចឹងដែរទីបំផុតទៅការប្រកួតប្រជែងដ៏ស្វិតស្វាញមួយនេះមិនថាលឿនឬយឺតនឹងក្លាយទៅជាកម្លាំងជំរុញដ៏ធំមួយនៅក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗដែលយើងនឹកស្មានមិនដល់តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះគម្រោងមួយនេះតើវានឹងក្លាយទៅជាការពិតទេនៅក្នុងឆ្នាំ2035ឬក៏ត្រូវការពន្យាពេលសូមបញ្ចេញមតិរបស់បងប្អូននៅខាងក្រោម